អឺថ្ងៃនេះខ្ញុំមានចំណេះដឹងមួយចែកជូនបងប្អូនតែបងប្អូនដែលចង់បានគេហៅថាអ្នកចង់បាន 300k តើត្រូវធ្វើម៉េចដើម្បីឲ្យបាន 300k គ្រប់គោលការណ៍ស្នើសុំរកប្រាក់ជាមួយនឹង tool CM Content Monetization នៅតាមបណ្ដាញសង្គមយើងសង្កេតឃើញមាន MMO ដៃថ្មីច្រើនណាស់ដែលគាត់គេហៅថាចូលលេងផ្ទះខ្ញុំចូលលេងផ្ទះរបស់អ្នកវិញ follow ខ្ញុំ follow វិញសងទៅសងមកអញ្ចឹងណាបាទយើងមើលទៅបើសិនជាភាសានិយាយវាចង់ថាស្រែកអាឡេអាឡូហៅគ្នាជួយ follow ជួយចុច like ចុច share អីណាបាទអញ្ចឹងយើងមិនបាច់ប្រើវិធីហ្នឹងទេបងប្អូនយើងមានវិធីងាយត្រឹម 300k ហ្នឹងมันមានអីច្រើនទេដាក់តែពី3វីដេអូហ្នឹងដេកកងពាក់ខ្លាអង្គុយមើលគឺបានណាប៉ុន្តែបានតែអ្នកមើលទេលក្ខខណ្ឌ set up បានជារឿងរបស់ Facebook បាទអញ្ចឹងថាធ្វើម៉េចដើម្បីឲ្យបាន 300k ងាយដូចមាត់និយាយបាទសំខាន់ជាងគេបងប្អូនសំខាន់ជាងគេគឺវីដេអូដែលមានគុណភាពច្បាស់ថតដាក់កម្រិត 4K ណាបងប្អូនដាក់ 4K ទី1វីដេអូ 4K វីដេអូ 4K ហ្នឹងយើងផុសជាគេហៅថា Reel វីដេអូខ្លីដាក់ទៅបងប្អូនដាក់វីដេអូខ្លីហើយ Reel មិនបាច់ស្រែកហៅអ្នកណាទេអ្នកណាមើលអ្នកណាមើលឲ្យទៅកុំទៅខ្វល់គុណភាពច្បាស់ល្អវីដេអូប្រភេទធម្មជាតិសំឡេងធម្មជាតិឧទាហរណ៍ដូចជាសត្វស្រែកសារកាកែវស្រែកសត្វក្លីងក្លូងអង្កែបយំអីហ្នឹងបងប្អូនដាក់10 20វីដេអូទៅមួយ plate ហ្នឹងបងប្អូនធានា 300k ស៊ីផុយបងប្អូនមិនបាច់ឯណាដើរថតធម្មជាតិហើយដាក់ទៅយកចម្រៀងរបស់គេមកដាក់បែបនិពន្ធស្រុកកំណើតអីមិនបាច់ទេបងប្អូនមិនបាច់ទេវីដេអូទាំងនោះបទភ្លេងទាំងនោះមកដាក់គ្មានប្រយោជន៍អីទេពេល set up ក៏គ្មានបានអីដែរគឺជា flake content អស់ហើយអញ្ចឹងបងប្អូនធ្វើទៅតាមវិធីមួយហ្នឹងដាក់វីដេអូ original ថតជាមួយគុណភាពច្បាស់ 4K សំឡេងធម្មជាតិបាទដាក់ទៅធានាបាទហ្នឹងហើយប៉ុន្តែខ្ញុំសូមបញ្ជាក់ដែរ 300k នេះមានសិទ្ធ set up រលុយតែជាមួយ page ដែលមាន admin នៅក្រៅប្រទេសទេបងប្អូនសម្រាប់ content ខ្មែរយើងដូចជាគេហៅថា Facebook ខ្មែរយើងមិនមានអីទេបងប្អូនគ្មានទេបាទហ្នឹងហើយអញ្ចឹងបងប្អូនស្ដាប់ឲ្យច្បាស់តាមមួយចំណុចទៅគឺជាប្រភេទ page ដែលមាន admin បរទេសចាប់ primary នៅក្រៅប្រទេសនៅក្នុងប្រទេសដែលមានសិទ្ធិរកលុយបាទចាំប៉ុណ្ណឹងទៅបាទសូមអរគុណ